ឲ្យតែឃើញសមីការគីមីម្ដងណាខួរក្បាលរបស់បងប្អូនប្រកាសជាគិតតាមពិតណាការសរសេរសមីការគីមីគឺវាអត់ពិបាកទេគឺវាងាយស្រួលជាងការអូសរ៉ាងរបស់បងប្អូនទៀតមែនទេបាទអញ្ចឹងថ្ងៃនេះលោកគ្រូនឹងមកបង្រៀនបងប្អូនអំពីវិធីនៅក្នុងការសរសេរសមីការគីមីឲ្យបានត្រឹមត្រូវហើយងាយបំផុតតើឧទាហរណ៍ថាលោកគ្រូមានសាច់ហ៎ឧទាហរណ៍ថាលោកគ្រូមានសាច់អញ្ចឹងឥឡូវនេះយើងអាចជាសាច់ជ្រូកណាអញ្ចឹងបើសិនជាលោកគ្រូយកសាច់បោកជាមួយនឹងឬមកផ្សំជាមួយនឹងនំប៉័ងអញ្ចឹងកាលណាយើងយកសាច់ផ្សំមួយនំប៉័ងវាប្រកាសជាទទួលបានអីគេនំប៉័ងសាច់អីត្រូវទេបាទអញ្ចឹងយើងទទួលបាននំប៉័ងសាច់បាទអញ្ចឹងឃើញទេគ្រាន់តែយកសាច់ហើយនំប៉័ងដាក់មកកើតទៅជានំប៉័ងសាច់មួយដែលយើងអាចញ៉ាំបានវាជាតិឈ្ងុយឆ្ងាញ់មែនទេតោះឥឡូវយើងបកមកខាងគីមីយើងវិញអញ្ចឹងឧទាហរណ៍ថាលោកគ្រូយកកាបោនអញ្ចឹងកាបោនវាមាននិមិត្តសញ្ញា C អញ្ចឹងបើសិនជាលោកគ្រូយកវាមកផ្សំជាមួយនឹងអុកស៊ីហ្សែនហើយអុកស៊ីហ្សែនយើងដឹងថាវាជាឧស្ម័នអញ្ចឹងរាល់ឧស្ម័នទាំងអស់ពេលដែលអូនសេវានៅតែឯងអញ្ចឹងណាយើងត្រូវដាក់ថែមពីវាមកមែនទេបាទអញ្ចឹងកាលណាតែយើងយកកាបោនមកផ្សំជាមួយនឹងអុកស៊ីហ្សែនយើងនឹងទទួលបានអីគេកាបូនឌីអុកស៊ីតបាទអញ្ចឹងកាបូនឌីអុកស៊ីតនេះយើងស្គាល់ច្រើនមកហើយតាំងពីថ្នាក់ទី7មកមែនទេអញ្ចឹងការកកើតរបស់វាគឺបែបហ្នឹងឯងតាសមីការពេលដែលអូនសរសេរហើយយើងត្រូវថ្លឹងឥឡូវយើងមើលយើងយកកាបូនខាងនេះគឺមាន1ខាងនេះគឺមាន1អាតូមមែនទេអញ្ចឹងទាំងឆ្វេងទាំងស្ដាំគឺវាស្មើគ្នាហើយប៉ុន្តែយើងមកមើលអុកសែនរបស់យើងអានេះមាន2ខាងស្ដាំអុកសែនរបស់យើងក៏មាន2ដែរអញ្ចឹងមានថាសមីការយើងវាមានលំនឹងហើយតាឧទាហរណ៍មួយទៀតគ្រូយកសូដ្យូមអញ្ចឹងសូដ្យូមមានមុខសញ្ញា Na ហើយយើងយកវាមកផ្សំជាមួយនឹងអុកស៊ីហ្សែនដូចគ្នាអញ្ចឹងអូនដឹងថាសូដ្យូមគឺវានៅក្រោម1មែនអត់អញ្ចឹងគ្រប់ក្រោម1ទាំងអស់គឺសុទ្ធតែមានកម្លាំង1ហើយ O ហ្នឹងគឺវាមានកម្លាំង2ថេរចំណិចទៅណាក៏កម្លាំង2ដែរបាទអញ្ចឹងបើសិនជាយើងយកវាមកផ្សំគ្នាគឺយើងនឹងទទួលបានលទ្ធផលមួយឈ្មោះថាសូដ្យូមអុកស៊ីតបាទអញ្ចឹងអាស័យឲ្យកុំភ្លេចថ្លឹងឥឡូវយើងមើល Na ខាងនេះមាន1សូដ្យូមខាងនេះគឺមាន2អញ្ចឹងខាងនេះមាន2ខាងនេះមាន1អញ្ចឹងយើងអាចថែមខាងនេះ2បានក៏ប៉ុន្តែអូនមកមើល O អញ្ចឹងចំពោះ O ខាងស្ដាំមកក្នុងខាងឆ្វេងនេះគឺវាមានតែ2គ្រាប់ប៉ុន្តែអុកស៊ីហ្សែនខាងស្ដាំនេះគឺមានតែ1ទេអញ្ចឹងកន្លែងនេះយើងត្រូវការថែម2យើងឲ្យ O ស្មើមុនវិញកន្លែងហ្នឹងយើងផ្ដល់អត្ថភាពឲ្យ O អញ្ចឹងពេលណាដែលយើងដាក់ O ស្មើហើយអុកស៊ីហ្សែនរបស់យើងហ្នឹងណាយើងក៏លេខមកមើលអាតូមរបស់សូដ្យូមនេះវិញអញ្ចឹងគឺវាឡើងដល់តែ4គ្រាប់មែនទេអញ្ចឹងនៅខាងនេះគឺមានតែ1ទេអញ្ចឹងយើងដាក់4មក4ដង4អញ្ចឹងទាំងឆ្វេងទាំងស្ដាំស្មើគ្នាសមីការរបស់យើងមានលំនឹងឃើញទេយើងយកតែលំនាំក្នុងការធ្វើ burger ធ្វើនំប៉័ងសាច់របស់យើងមកយើងក៏អាចប្រៀបធៀបការសរសេរសមីការគីមីនៅក្នុងលំហាត់របស់យើងនឹងបានយ៉ាងងាយបាទអញ្ចឹងការសរសេរសមីការគឺវាងាយខ្លាំងណាស់បាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចចេះសរសេរសមីការគីមីអញ្ចឹងវីដេអូរបស់លោកគ្រូគឺមានប៉ុណ្្នឹងទេបាទសូមជម្រាបលា